បងប្អូននេះជាអក្សរឆ្លាក់បងប្អូនអក្សរឆ្លាក់មួយបែបទៅរកឃើញហ្នឹងមិនមែនរកឃើញអក្សរឆ្លាក់ម៉ូដហ្នឹងទេបងប្អូនទេសាររកឃើញនៅក្នុងឯកសារដែលខ្ញុំទុកយូរហើយក៏មិននឹកស្មានថាមានអក្សរឆ្លាក់ហ្នឹងច្រើនបងប្អូនណាឆ្លាក់ជាព្យញ្ជនៈខ្មែរយើងអានេះគេហៅថាក្បាច់បែបផ្កាហើយក៏មានអ្នកចេះឆ្លាក់ច្រើនដែរប៉ុន្តែអក្សរនេះខ្ញុំដូចជាមិនបានរាប់ថាគ្រប់ឬអត់ទេហើយការឆ្លាក់នីមួយៗបើគេជំនាញឆ្លាក់ងាយស្រួលមែនតើបងប្អូនម៉ូដឬក៏រចនាបថបែបនេះស្រួលបងប្អូនអញ្ចឹងបងប្អូនចាំមើលថាគ្រប់ឬក៏អត់អញ្ចឹងនេះអក្សរញអានេះអក្សរអីបងប្អូនអក្សរកអក្សរខអក្សរកមានអក្សរសរសេរខាងលើរឿងអីមើលមិនរួចមកអក្សរខអក្សรงអក្សរអនេះអត់មានសរសេរផងមើលស្គាល់ហើយនេះអក្សរឡអក្សរហអក្សរសបងប្អូនមើលរួចអត់អក្សរវអក្សរខ្លះស្អាតតែខ្លះអត់ស្អាតទេដោយសារទាញទៅមិនទំនងឬក៏យើងព្រៀងទៅអត់ស្អាតចេញមកអត់ស្អាតហ្នឹងឯងអក្សរលអក្សរអក្សររអក្សរអីគេបងប្អូនអក្សរយ៉ចូលមកអក្សរឆនេះអក្សរចអក្សរឆអក្សរចគេចចេះអក្សរចនេះគ្រាន់តែរបៀបតងផ្កាភ្ជាប់ឡើងចេញជាអក្សរអានេះអក្សរណហើយអានេះអក្សរថស្អាតខ្លះអត់ស្អាតខ្លះបងប្អូននេះអក្សរដនេះអក្សរថបងប្អូនថថានេះនេះអក្សរដនេះអក្សរណនេះអក្សរថនេះអក្សរតនេះអក្សរថនេះអក្សរតនេះអក្សរតអក្សរបអក្សរផអក្សរពនិងអក្សរពអក្សរផអក្សរផនេះដូចស្តៀងកដែរដូចជាវាមិនដាច់ច្បាស់ជាផឬកដែរអាចច្រឡំគ្នាបងប្អូនតើតើកន្លែងគួចនេះគួចមិនស្រួលច្រឡំនឹងកប៉ុន្តែបើយើងយកមកប្រៀបធៀបគ្នាខុសគ្នាវាមានគួចចូលក្នុងអកនោះអត់មានគួចពាត់ចូលក្នុងទេវាមានតែក្បាច់នៅក្រៅអានេះអក្សរម៉យ៉ាងគ្រប់ហើយបងប្អូននឹងគ្រប់ចំនួន33តួជាព្យញ្ជនៈខ្មែរឬអត់ទេបងប្អូនមើលមិញដឹងថាគ្រប់ឬណាបងប្អូនអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងទេ